បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះជាថ្ងៃទី16ខែ3ឆ្នាំ2025ហើយតិចខ្លួនចិត្តមកដល់ថ្ងៃចូលឆ្នាំខ្មែរទៀតហើយថ្ងៃនេះបានមកថតវីដេអូបង្ហាញពុកម៉ែបងប្អូនទស្សនានៅចំការលម៉ើរបស់ខ្ញុំដែលតែចេញផ្កាមានចេញមុនបាទហើយក៏មានពពកនោះទំចេញមកទៀតមុនចេញក្រោយឆ្នាំនេះអាកាសធាតុវាជួនត្រជាក់ជួនក្តៅជួនភ្លៀងបាទអស់ពីភ្លៀងក្តៅអស់ពីក្តៅត្រជាក់អញ្ចឹងធ្វើឲ្យការលបាហ្នឹងគឺចេញមានមុនមានក្រោយហើយក៏កំពុងតែដាក់ទឹកផងដែរបងប្អូនបាទស្មាវិញបាញ់និយាយទេបាទតែភ្លៀងបានញឹកញាប់បន្តិចហ្នឹងគឺគាត់ដុះមកហើយបាទអញ្ចឹងកំពុងតែដាក់ទឹកផងវាឆ្លៀតមកថតវីដេអូឲ្យពុកម៉ែបងប្អូនទស្សនាបាទមានដើមខ្លះចេញ4 5ស្ពោបាទមានដើមខ្លះក៏ឈានដល់10ស្ពោជាងបាទឆ្នាំនេះចេញច្រើនពូជដែរបាទមានបាហ៊ីលឿងបាទបាហ៊ីលឿងហ្នឹងមានដល់តែ3ប្រទេសទៀតមានបោះអង់គ្លេសបាទមានប្រទេសអារ៉ាប់បាទមានប្រទេសអឺរ៉ង់បាទមានចំពោះពូជបាហ៊ីលឿងបាទចំណែកបន្ទាប់ពីបាហ៊ីលឿងមកគឺយើងមានពូជបាហ៊ីក្រហមបាទដែលមានលេខកូដ136បាទហើយក៏ចេញដែរឆ្នាំនេះចេញបានច្រើនដែរបាទចំណែកពូជបន្តទៀតបាទមានពូជខូនីស៊ីបាទដែលមានលេខកូដ105បាទលេខកូដ105ក៏ចេញច្រើនដែរឆ្នាំនេះផ្លែពណ៌ក្រហមឈាមជ្រូកបាទអានឹងគេថាពូជផ្លែខុសរដូវខែនេះក៏វាចេញអស់ពីខែនឹងវាចេញហើយពូជផ្សេងវាចេញក៏វានៅតែចេញទៀតដែរអញ្ចឹងគេថាផ្លែខុសរដូវបាទចាក់ស្ដែងបងប្អូននេះដូចបាហ៊ីលឿងនេះបោះអង់គ្លេសចេញ2 ដងហើយឆ្នាំទៅមិញឆ្នាំនេះអញ្ចឹងឆ្នាំទៅមិញវាចេញនៅកន្លែងស្លាកដីខាងក្រៅតែឆ្នាំនេះវាចេញមកកណាត់នៅលើដើមទំហំ3 ឆ្នាំជាងហើយជិត4 ឆ្នាំឃើញថាធំល្អប៉ិនធុងប៉ិនពុយ200លីត្រមានប៉ិនធុងពេត្រូច្រឡំបាទអញ្ចឹងវាមានចេញតិចចេញច្រើនតាមដើមបាទបងប្អូនមើលហើយនិយាយរឿងពូជមកដល់ពូជខូនីស៊ីហើយក៏ដល់ពូជប្រេមក៏ចេញច្រើនដែរដើមជាង10ស្ពោដែរបាទប្រេមលេខកូដ125បាទទុំរៀងពណ៌ផ្កាឈូកស្រាលលេឡំជាមួយនឹងពណ៌លឿងរសជាតិវិញសាច់ដូចផ្លែប៉ោមយ៉ាងផុសផ្អែមស្រួយឆ្ងាញ់ដូចគ្នាបាទមួយចកោមផ្កាក៏ធំផ្លែក៏ច្រើនបាទប្រេមតែខាងទៅជ្រុះតិចផ្លែហ្នឹងរបបឲ្យទឹកឲ្យចំណីអត់ត្រឹមត្រូវផ្លែវាផ្ទុះប្រេមបាទនឹងក៏ចេញដែរបាទចំណែកមួយទៀតពូជអាំអេតដាហានបាទអាំអេតដាហានលេខកូដ126បាទដែលមានរសជាតិផ្អែមឆ្ងាញ់ដូចគ្នាផ្លែទុំរៀងពណ៌លឿងសកាក្តាមបាទមានលឿងខ្ចីលឿងស្រស់ហើយអញ្ចឹងវាលេឡំគ្នាជាមួយនឹងពណ៌យ៉ាងលហុងទុំតិចរៀងការ៉ុតបន្តិចអញ្ចឹងរសជាតិវាផ្អែមឆ្ងាញ់ផ្លែវែងស្រួយហើយពូជហ្នឹងការចេញដំបូងគេវាអស់ថ្លៃមកកូន200ឡាជាងមាន220 230 250ដុល្លារក៏មានដែរកូននៅកបុកខេបសូនទូចបាទនឹងថាពូជអាំអេតដាហានបន្ទាប់ពីអាំអេតដាហានមកមានអីទៀតមានហាសវីបាទលេខកូដ124ផ្លែទុំរៀងពណ៌លឿងដូចបាហ៊ីលឿងដែរក៏ប៉ុន្តែវាវែងបាទហាសវីនេះនឹងរសជាតិក៏ផ្អែមឆ្ងាញ់ដែរសិតតែពូជហូបស្រស់ទាំងអស់បាទហាសវីហ្នឹងក៏ខ្ញុំឆ្នាំនេះចេញបានខ្លះដែរបាទចេញបានច្រើនស្ពោដែរបាទនឹងនៅចការខ្ញុំក៏មានផ្ទាល់ដែរបាទហើយពីហាសវីមកមានពូជអីទៀតអ៊ីរ៉ាគីស៊ូការីបាទពូជថ្មីអូឈ្មោះវាដូចឈ្មោះ
chụp pôn chẳng và iraki sugary tôm lương một ồn và sạch viên này phải việc thùng miệng vên và nâng có chừng anh đây và hay miền bụi ấy cái tiếp và miền bụi nabati và nabati đôi chỉ lấy cồn mà rồi sam bumple em chạm một plek rồi sample có tranh ca đấy làm đi và chẳng lại tôm bố lương vên đôi ta hasvi đấy và rồi triệt vềปีឆ្នាំទៅមិញក៏បានភ្លុកដែរឆ្នាំនេះក៏ចេញទៀតដែរជាវាផ្អែមស្រួយដូចគ្នាសិតតែពូជហុកស្រស់បាទthìមានពូជអីទៀតមើល Navader អត់បានដាំទេបាទពីពូជ G2 ក៏ខ្ញុំអត់បានដាំដែរ G2 អត់បានដាំដែរដូចជាអស់ហើយនៅចក្រាខ្ញុំមានតែប៉ុណ្្នឹងពូជអីផ្លែហើយអញ្ចឹងឆ្នាំនេះសម្រាប់បងប្អូនដែលចង់ភ្លុកលម៉ើដែលមានរសជាតិដូចដែលខ្ញុំបានរៀបរាប់ពេលរដូវកាលលម៉ើទុំអាចអញ្ជើញមកបានបាទនៅចំការលម៉ើគីហាងនៅទីតាំងស្រុកសំពូលូនទីរួមខេត្តបាត់ដំបងបាទនៅខេត្តបាត់ដំបងបាទមានទីរួមខេត្តទេគឺខេត្តបាត់ដំបងបាទស្រុកសំពូលូនជាប់ជ័យដែនថៃតែម្ដងបាទចេញមកពីខេត្តមកចម្ងាយ120 គីឡូឆ្ពោះមកក្បាត់ព្រំដែនថៃបាទជាប់នឹងជ័យដែនតែម្ដងបងប្អូនតំបន់ខាងខ្ញុំនេះគឺខាងចកាបាទមិនមែនជាតំបន់ស្រែទេព្រោះតំបន់ចង្ការមានចង្ការពោតចង្ការកលងបាទព្រោះជាតំបន់ភ្នំអញ្ចឹងទៅខាងកសិកម្មដំណាំទូទៅបាទមានស្វាយចន្ទីមានចង្ការកស៊ូចង្ការដូងបាទមានចង្ការច្រើនដែរនៅខាងស្រុកខ្ញុំអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តតំបន់ភ្នំចង់មកលេងចង្ការលម៉ើដូចខ្ញុំអីអាចចេញមកបានបាទមានច្រើនរសជាតិឲ្យភ្លុកហើយងាកមកវិញបាទបងប្អូនមើលម្ដើមចេញដូចខ្ញុំថាអញ្ចឹងវាមានតិចមានច្រើនតាមដើមតាមទំហំវាបាទអញ្ចឹងតាំងពីខ្ញុំថតពីក្រោមមករហូតមកនៅឃើញមានផ្ការរហូតបាទហើយប្រកាត់ហ្នឹងខ្លះក៏ចេញវែងទៅខ្លះក៏ទឹមតែពកចេញមកអញ្ចឹងបាទអញ្ចឹងបងប្អូនទស្សនាមើលបាទចឹងអរគុណច្រើនបាទថ្ងៃនេះបានមកធ្វើវីដេអូមកបង្ហាញបងប្អូននារដូវកាលលម៉ើចេញផ្កាបាទអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា